រស់ដងធ្លាប់តែទិញបន្លែមកបានគ្រឿងស្រាប់ប៉ុន្តែថ្ងៃនេះវិញយកមកបុកគ្រឿងខ្លួនឯងតែម្ដងមានជាមួយនឹងស្លឹកគ្រៃមានជាមួយនឹងល្មៀតមានជាមួយនឹងខ្ជាយបងនិយាយទៅខ្ញុំក៏លីងចូលគ្នាអញ្ចឹងមកហើយបន្ថែមជាមួយនឹងប្រហុកអញ្ចឹងទៀតនិយាយទៅដាក់តែប៉ុណ្្នេះមកឲ្យឈ្ងុយពេញផ្ទះខ្ញុំប្រើជាមួយនឹងសាច់ជ្រូក3ជាន់យើងហាន់ជាចំណិតស្ដើងអញ្ចឹងមកកាលណាតែធំពេកខ្ញុំញ៉ាំលេងឆ្ងាញ់ហ្មងបន្ទាប់មកខ្ញុំប្រើជាមួយនឹងត្រីពោបងនិយាយពីថាអូឆ្ងាញ់មែនតើហើយខ្ញុំហាន់ជាដុំតូចអញ្ចឹងធ្វើដូចម៉ាក់ខ្ញុំត្រីតែ2កង់មកនិយាយពីថាឡើងច្រើនមែនតើបន្ថែមជាមួយទឹកត្រីពេលដាក់ចឹងមកវាធ្វើឲ្យសាច់ត្រីរបស់យើងរឹងសាច់ល្អទុកមកសន្ទុះមើលតែវាខាតទឹកត្រីល្អហើយខ្ញុំចាប់ផ្ដើមស្រង់វាចេញបងបើសិនជាទុកស្លទាំងបែបនេះច្បាស់ជាកោទៅគឺវាបែកវាផុយសាច់ត្រីអស់អញ្ចឹងប៉ុន្តែសាច់ជ្រូកខ្ញុំអត់ស្រង់ចេញទេបងទិញមកថាស្លតាំងពីថ្ងៃមុននិយាយទៅទុកឡើង2 3ថ្ងៃក្នុងទូទឹកកកបងអញ្ចឹងហើយគ្នារៀងអស់សម្រស់ខ្លះហើយប៉ុន្តែនិយាយពីថាធ្វើឆ្អិនហើយអូយឆ្ងាញ់យ៉ាងនេះបងអើយតាំងដល់ពេលស្លហ្នឹងគាត់ថាអូយគ្មានការទេថ្ងៃហ្នឹងស្ទើខ្ទិះស្ទើអីមកចាប់ហើយខ្ទិះនេះវិញសល់ពីធ្វើផ្អែមថ្ងៃមុននឹងខ្ទិះចុងទៀតដាក់តែប៉ុណ្្នឹងមកហើយយើងបន្ថែមជាមួយនឹងទឹកទៀតមកនិយាយទៅអានេះខ្ញុំក៏លេងត្បាល់អីចឹងបងបន្ទាប់មកទៀតខ្ញុំប្រើជាមួយអង្គលីងតាមពិតអង្គលីងនេះខ្ញុំត្រូវលីងជាមួយសាច់ឬក៏លីងជាមួយបន្លែមុនពេលចាក់ទឹកប៉ុន្តែខ្ញុំភ្លេចឲ្យឆឹងហ្មងបងនិយាយទៅខ្ញុំខានស្លកកយូរទៅខ្ញុំរៀងលើហើយអន់ចិត្តមែនតែនពេលធ្វើនឹងគាត់ថាមិនគួរណាដល់ថ្នាក់នឹងសោះភ្លេចមុខភ្លេចក្រោយបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្ថែមជាមួយអំបិលហើយខ្ញុំក៏លួចជាមួយស្ករសបន្តិចតែបងដាក់តិចសឹងតែអត់ចឹងហើយពេលដែលយើងបុកគ្រឿងខ្លួនឯងអញ្ចឹងខ្ញុំដាក់ជាមួយល្មៀតច្រើនខ្ញុំចូលចិត្តមើលទៅឲ្យពណ៌លឿងអញ្ចឹងហើយថ្ងៃនេះបានទៀប3ដែរអញ្ចឹងណាទៀបខ្មែរយើងហ្នឹងបងនិយាយទៅល្អមែនតែនខាំញ៉ាំយូរហើយតែមិនទាន់ទុំផងរឹងកទឺបន្ទាប់មកទៀតអានេះមានជាមួយនំមានជាមួយអីទៀតហើយងាកមកស្លរបស់យើងវិញខ្ញុំរៀបចំញ៉ាំហើយអញ្ចឹងហើយខ្ញុំក៏បើកកម្ដៅមកហើយខ្ញុំប្រើជាមួយបន្លែនិយាយទៅអានេះមានចម្រោះបងមានស្លឹកបាសមានជាមួយនឹងស្លឹកម្រះអីតិចចឹងព្រោះញ៉ាំទៅប៉ះល្វីងដែរហើយខ្ញុំក៏ដាក់ជាមួយនឹងត្រីរបស់យើងនឹងចូលមកវិញមកធ្វើអញ្ចឹងទៅគឺអត់បែកសាច់ត្រីទេហើយក៏ឆ្ងាញ់ដែរខ្ញុំបន្ថែមជាមួយនឹងកលីងមកកញ្ចាប់ទៀតនិយាយទៅអត់បានលីងខ្លួនឯងទេបងអញ្ចឹងហើយក៏ប្រើកលីងគេទៅតាមពិតរបស់ខ្ញុំក៏មានដែរប៉ុន្តែនៅក្នុងទូទឹកកកខ្ញុំអត់បានយកចេញអញ្ចឹងក៏ប្រើរបស់គេទៅប៉ុន្តែដល់អីទេកលីងគាត់នេះឆ្ងាញ់តាបងធំឡើងឈ្ងុយមែនតែនហើយធ្វើខុសបច្ចេកទេសទៀតបើលីងជាមួយបន្លែលីងជាមួយអីកាពីមុនដំបូងទៀតកាន់តែឈ្ងុយជាងនឹងមកហូបថ្ងៃត្រង់របស់ខ្ញុំឯនេះញ៉ាំដល់ល្ងាចបងឲ្យសដល់ស្អែកទៀតចឹងហើយស្ដាយត្រូវតែញ៉ាំឲ្យអស់និយាយទៅគឺឆ្ងាញ់មែនតែនធ្វើថ្ងៃហ្នឹងមានអារម្មណ៍ថាត្រីយើងក៏មានខ្លាញ់ហើយខ្ទិះយើងក៏ស្ទើប៉ុន្តែវាមានអារម្មណ៍ថាដូចវាមានជាតិហ្មងដោយសារតែយើងប្រើប្រភេទត្រីមានខ្លាញ់បងបើសិនជាស្លជាមួយត្រីផ្ទុកអីគឺអត់ឆ្ងាញ់ទេមួយមុខនេះខ្ញុំនិយាយមែននេះតាមចំណូលចិត្តទេណាតែបើសិនអ្នកចូលចិត្តបែបខ្ទិះខាំមកមានខ្លាញ់ពេញមាត់បែបតុនឈ្ងុយអីអញ្ចឹងបងប្រើត្រីពោក៏បានត្រីប្រាក៏បានហើយម្ហូបរបស់ខ្ញុំគឺរួចរាល់ត្រឹមប៉ុណ្្នឹងឯងបងអាចសាកមើលបានណានិយាយទៅខ្ញុំជឿថាអ្នកធ្វើម្ហូបនឹងតែគាត់ចេះហើយមួយមុខនេះប៉ុន្តែសម្រាប់អ្នកអត់ចេះអាចមើលវីដេអូនេះហើយសាកយកទៅធ្វើបានណាប៉ុន្តែលេងអង្គលេងជាមួយបន្លែមុនសិនកុំធ្វើដូចខ្ញុំអញ្ចឹងវាអត់សូវឈ្ងុយប្រហែលទេនិយាយទៅឆ្ងាញ់មែនតែនមានជាមួយនឹងទឹកត្រីម្ទេសហឹលចឹងមកញ៉ាំជាមួយនឹងសាច់ត្រីម្ដុំទៀតហើយក៏អរគុណបងមើលមកដល់កន្លែងនេះកុំភ្លេចជួយ like page like វីដេអូនេះម្នាក់មួយផងណាបាយបាយគុណណៃ